រឿងនិទានខ្មែរចេះចកនឹងមច្ឆាកាលពីព្រេងនាយមានចកមួយរស់នៅក្បែរទន្លេធំចកនោះឆ្លាតប៉ុន្តែចិត្តលោភនឹងចូលចិត្តបោកប្រាស់អ្នកដទៃថ្ងៃមួយវាឃ្លានខ្លាំងណាស់ហើយដើរមកដល់មាត់ទន្លេស្រាប់តែឃើញមច្ឆាធំមួយកំពុងហែលទឹកយ៉ាងស្ងប់ស្ងាត់ចកគិតក្នុងចិត្តថាបើខ្ញុំអាចបោកមច្ឆានេះបានខ្ញុំនឹងមានអាហារឆ្ងាញ់បំផុតវាចាប់ផ្ដើមនិយាយដោយសំឡេងផ្អែមល្ហែមថាអមច្ឆាអើយខ្ញុំមកប្រាប់ដំណឹងល្អណាស់ទន្លេខាងលើមានអាហារច្រើននិងទឹកស្អាតណាស់បើអ្នកទៅទីនោះអ្នកនឹងរស់សប្បាយជាងនេះច្រើនមច្ឆាស្ដាប់ហើយមិនទាន់ជឿភ្លាមទេវានិយាយថាហេតុអ្វីបានជាអ្នកចង់ជួយខ្ញុំតើអ្នកមានចិត្តល្អពិតមែនឬចកឆ្លើយភ្លាមខ្ញុំគ្រាន់តែចង់ជួយមិត្តភក្តិប៉ុណ្ណោះមច្ឆាគិតស្ទើរពេលមួយហើយយល់ឃើញថាចកមានភ្នែកចម្លែកនិងសំឡេងមិនស្មោះដូច្នេះវាបាននិយាយថាបើដំណឹងល្អពិតអ្នកទៅមុនទៅខ្ញុំនឹងទៅតាមក្រោយចកស្ដាប់ហើយខឹងក្នុងចិត្តប៉ុន្តែមិនអាចធ្វើអ្វីបានទេព្រោះវាមិនអាចចុះទឹកជ្រៅបានចុងក្រោយវាត្រូវដើរចាក់ចេញទៅដោយឃ្លានខណៈដែលមច្ឆាហែលទៅឆ្ងាយដោយសុវត្ថិភាពអត្ថន័យបង្រៀនកុំជឿពាក្យអ្នកលោភដោយងាយត្រូវប្រើប្រាជ្ញានិងការពិចារណាមុនធ្វើសកម្មភាពណាមួយ